តម្រាំបានកាត់វីដេអូនេះគឺរៀងយូរដែរឡើយបងប្អូនអើយដោយសារតែរវល់ពេកឥឡូវនេះមកស្លម្ជូរជាមួយនឹងស្លឹកជូរដែលបេះថ្ងៃមុនបេះនៅផ្ទះមីងហើយជាមួយនឹងជីសង្កហុំផងដែររសជាតិនឹងឈ្ងុយឆ្ងាញ់ខ្លាំងមែនទែនអត់ចាញ់ម្រះព្រៅទេបងប្អូនចំពោះស្លឹកជូរនេះគឺយើងអាចជំនួសស្លឹកខ្នឹងបានបងប្អូនតែយើងអត់មានស្លឹកខ្នឹងនៅស្រុកនេះគឺសម្បូរតែស្លឹកជូរហ្នឹងអញ្ចឹងគឺយើងដាក់ជាមួយនឹងស្លឹកជូរទៅចំពោះស្លឹកជូរនេះផងដែរគឺខ្ញុំលាងសម្អាតឲ្យបានស្អាតរួចរាល់ហើយផងដែរគឺបេះមកពីផ្ទះមីងតែមួយថ្ងៃពីរថ្ងៃគឺខ្ញុំយកមកស្លតែម្ដងប៉ុន្តែអត់បានកាត់វីដេអូអញ្ចឹងណាហើយយើងហាន់ឲ្យរាងតូចៗល្អិតតិចមកត្រង់នេះគ្រាន់តែកាត់ស្លឹកជូរសោះឡើងវិលជ្រុញតែម្ដងបងប្អូនហើយចង់សើចណាស់ដល់ទៅពេលអញ្ចឹងហើយស្លឹកជូរហ្នឹងគឺខ្ញុំហាន់ឲ្យរាងតូចៗខ្ញុំចិញ្ច្រាំបន្តិចផងដែរកុំឲ្យធំពេកអញ្ចឹងណាបងប្អូនតាមពិតយើងគ្រាន់តែបង់ទៅគឺរលួយអស់ហើយស្លឹកជូរហ្នឹងបងប្អូនចាឥឡូវយើងមកកាត់ស្លឹកជីវិញម្ដងស្លឹកជីនេះគឺខ្ញុំដាំប្រហែលជាមួយខែហើយគឺបានប៉ុណ្ណឹងបងប្អូនឥឡូវកំពុងតែដោះថែមទៀតយើងកាត់អញ្ចឹងទៅដើម្បីឲ្យជីយើងដោះកាន់តែច្រើនមកថែមទៀតឥឡូវគ្រឿងផ្សំរបស់យើងក៏បានរៀបចំហើយផងដែរខ្ញុំស្លជាមួយនឹងឆ្អឹងជំនីជ្រូកថ្ងៃនេះហើយមានម្ទេសផ្លោកជាមួយនឹងននោងបារាំងបងប្អូនហើយនេះគឺជាគ្រឿងបុកបងប្អូនហើយនឹងជីសង្កហុំវិញមិញហ្នឹងឥឡូវយើងចាប់ផ្ដើមដាក់ឆ្នាំងដាក់ប្រេងឆាបន្តិចមកចាប់ផ្ដើមបើកភ្លើងហើយខ្ញុំដាក់ប្រហុកហ្នឹងមួយស្លាបព្រាបាយថែមទៀតហើយយើងកូរប្រហុកយើងឲ្យឡើងឈ្ងុយសិនបន្ទាប់មកចាំយើងដាក់ជាមួយនឹងគ្រឿងបុកយើងចូលគ្រឿងបុកគល់ស្លឹកគ្រៃបងប្អូនស្គាល់ហើយចាកូរឲ្យឡើងឈ្ងុយសិនមកបន្ទាប់មកខ្ញុំថែមទឹកត្រីប្រហែលជា2ស្លាបព្រាបាយបងប្អូនចាយើងដាក់ចឹងទៅឲ្យឡើងឈ្ងុយសិនហើយយើងកូរគ្រឿងយើងឲ្យឡើងឈ្ងុយបន្តិចហើយយើងចាក់សាច់ចូលតែម្ដងចំពោះសាច់បងប្អូនអាចប្រើជាប្រភេទឆ្អឹងជំនីជ្រូកបែបនេះក៏បានឬក៏សាច់ជ្រូកសាច់មាន់តាមការចូលចិត្តអញ្ចឹងណាពួកខ្ញុំឲ្យតែមានសាច់ជ្រូកគឺដាក់សាច់ជ្រូកឲ្យបងប្អូនឆ្ងាញ់ជាពិសេសគឺយើងស្លជាមួយនឹងឆ្អឹងជំនីនេះគឺត្រូវគ្នាខ្លាំងមែនតែនឬក៏សាច់មាន់ស្រែក៏ត្រូវដែរបងប្អូនឥឡូវយើងឆាសាច់យើងឲ្យឡើងស្ងួតទឹកបន្តិចហើយបន្ទាប់មកយើងចាក់ទឹកចូលតែម្ដងព្រោះតែយើងឆាមិញឲ្យឡើងឈ្ងុយហើយណាចាបន្តមកទៀតយើងថែមគ្រឿងដូចជាអំបិលចាហើយនឹងម្សៅស៊ុបបន្តិចផងដែរបងប្អូនគឺម្សៅស៊ុបមាន់ហើយនឹងប៊ីចេងបន្តិចចាហើយនេះគឺជាស្ករមួយកូនដុំតូចទេហើយយើងដាំឲ្យឡើងពុះឆ្អិនល្អសិនបងប្អូនណាយើងរំងាស់ណាព្រោះឆ្អឹងជំនីនេះយើងរំងាស់បន្តិចសិនពេលដែលឆ្អឹងជំនីយើងបានឆ្អិនហើយទើបខ្ញុំចាក់ននោងបារាំងចូលបងប្អូនណាចាព្រោះថាននោងបារាំងនេះគឺយើងស្លអត់យូរទេតែមួយផ្លែតហ្នឹងគឺឆ្អិនហើយដាក់ននោងបារាំងបានបន្តិចហើយពេលដែលពុះហើយគឺខ្ញុំចាប់ផ្ដើមដាក់ជាមួយនឹងស្លឹកជូរចូលតែម្ដងស្លឹកជូរនេះគឺយើងត្រូវការច្រើនបងប្អូនបើសិនជាចង់ជូរខ្លាំងតែបងប្អូនអត់សូវជូរគឺយើងដាក់មកល្មមទៅបានហើយពួកខ្ញុំចូលចិត្តរៀងជូរដែរបងប្អូនចំពោះស្លឹកនេះគឺយើងដាក់ក្រោយគេក៏បានដែរព្រោះថាតែមួយផ្លែតហ្នឹងគឺរលួយអស់ហើយបងប្អូនហើយស្លឹកនេះគឺស្តៀងទៅនឹងស្លឹកខ្នឹងហើយស្លទៅអត់មានធំក្លិនអីទាំងអស់តែម្ដងគឺក្លិនជូរឆ្ងាញ់តែម្ដងបងប្អូនឥឡូវខ្ញុំបន្ថែមជាមួយនឹងម្ទេសផ្លោកឬក៏ម្ទេសហាវ៉ៃសម្លម្ជូរបែបនេះបើសិនជាបងប្អូនចូលចិត្តហឹរដាក់ហឹរតិចមកគឺឆ្ងាញ់បងប្អូនឥឡូវខ្ញុំភ្លក់មើលរៀងអត់សូវជូរអញ្ចឹងខ្ញុំថែមក្រូចឆ្មាមួយចំណិតបងប្អូនចង់បានជូរខ្លាំងជូរតិចដាក់តាមការចូលចិត្តណាបន្តមកទៀតគឺខ្ញុំបន្ថែមជាមួយនឹងជីសង្កហុំឬក៏ជីពងទាកូនណាបងប្អូនចាដាក់ទៅកាន់តែឈ្ងុយអាចចំនួនម្រះព្រៅបានបងប្អូនដែលនៅក្រៅប្រទេសអត់មានជីម្រះព្រៅអីគឺយើងដាក់ជាមួយនឹងជីពងទាកូននឹងបានគឺឆ្ងាញ់ដូចគ្នាណាភ្លក់មើលសម្លយើងត្រូវរសជាតិហើយគឺយើងអាចបិទភ្លើងបានហើយបងប្អូនមើលទៅឡើងទំនងតែម្ដងអត់ចាញ់ស្លឹកខ្នឹងទេចំពោះស្លឹកជូរនឹងបងប្អូនហើយអាចជំនួសបានបងប្អូនដែលនៅក្រៅប្រទេសគឺភាគច្រើនគឺមានស្លឹកនឹងតែម្ដង